ធ្លាប់តែស្ងោរតឡាជាមួយនឹងជើងជ្រូកឆ្អឹងចានីឬក៏សាច់ជ្រូកត្រូវទេបងប្អូនចុះបើស្ងោរតឡាជាមួយបង្គាតើបងប្អូនធ្លាប់ដែរធ្វើដែរឬទេមុខម្ហូបមួយមុខហ្នឹងណាកូនស្រីរបស់ខ្ញុំគឺចូលចិត្តញ៉ាំមែនតើមានន័យថារសជាតិចេញពីបង្គាហើយនឹងតឡាហ្នឹងគឺផ្អែមឆ្ងាញ់គាត់ញ៉ាំបាយបានច្រើនណាស់មិនថាកូនស្រីកូនប្រុសគឺចូលចិត្តញ៉ាំដូចគ្នាហើយបើបងប្អូនអត់ដែរសាកធ្វើទេអាចមកសាកធ្វើបានណាតោះឥឡូវខ្ញុំមកចិត្តតឡាសិនតឡាហ្នឹងខ្ញុំដាំនៅខាងក្រោយផ្ទះផ្លែទូចល្មមមេខ្ចីអញ្ចឹងយើងបេះមួយស្លគឺមានរសជាតិផ្អែមហើយឆ្ងាញ់មែនតើហើយអត់បារម្ភថាមានជាតិគីមីអីទេបន្លែធម្មជាតិអញ្ចឹងយើងចិត្តជាដុំតូចល្មមមកហើយខ្ញុំបន្ថែមការ៉ុតខ្លះការ៉ុតបន្តិចមកដើម្បីឲ្យវាមានជាតិសម្បូរទៅដោយវីតាមីនដែលជំនួយដល់ភ្នែកហើយបើសិនជាក្មេងៗញ៉ាំហ្នឹងទៅវាមានពណ៌តាក់ទាញគួរឲ្យចង់ញ៉ាំណាក្មេងៗម្ហូបអីក៏ដោយតើមានពណ៌តាក់ទាញមិនគាត់ចង់ញ៉ាំសម្រាប់បន្លែគឺមានតែ2មុខហ្នឹងទេការ៉ុតហើយនិងតឡាតហើយខ្ញុំមានបង្គាប្រហែលជាមួយចានបង្គានេះហើយស្រស់ល្អហើយខ្ញុំកាត់ប្រួយវាចេញឲ្យអស់ទៅហើយលាងទឹកវាឲ្យស្អាតបន្ទាប់មកយើងមកបន្ថែមអំបិលស្ករប៊ីចេងបន្តិចហើយទឹកត្រីហើយក៏ដូចជាខ្ទឹមចិញ្ច្រាំដែរយើងបន្ថែមគ្រឿងហើយយើងកូរច្បល់បង្គានឹងឲ្យបានសព្វគ្នាល្អមកធ្វើបែបនេះនៅពេលដែលយើងដាក់ស្ងោរទៅបានធ្វើឲ្យទឹកស្លរបស់យើងមានជាតិត្មងហើយសម្រាប់ស្ងោរបង្គារបស់ខ្ញុំដែរគឺខ្ញុំអត់លាយសាច់ជ្រូកសាច់អីទេទឹករបស់ខ្ញុំក្តៅហើយខ្ញុំដាំទឹកប្រហែលជាមួយកូនឆ្នាំងបន្ទាប់ពីទឹកក្តៅហើយខ្ញុំដាក់បង្គាដែលខ្ញុំបានលាយមុនហ្នឹងដាក់ចូលតែម្ដងហើយយើងបិទមួយសន្ទុះរងចាំឲ្យបង្គាហ្នឹងឆ្អិនបាន 70% ហើយខ្ញុំចាប់ផ្ដើមដាក់បន្លែដែលខ្ញុំបានចិតមុនហ្នឹងមានតឡាហើយនឹងការ៉ុតហ្នឹងចូលមកហើយបន្តមកទៀតចាំប្រហែលជាមួយសន្ទុះប្រហែលជា5នាទីអីទេព្រោះបន្លែតឡាហើយនឹងការ៉ុតឆាប់ឆ្អិនទេហើយយើងកុំស្ងោរវាឲ្យខ្លាំងពេកកាលណាវាឆ្អិនពេកវាជ្រាយអត់សូវឆ្ងាញ់ទេបន្ទាប់ពីដាក់បន្លែបានមកស្ទុះមកទឹកស្លរបស់យើងចាប់ផ្ដើមរៀងឆ្អិនពុះខូចហើយបងប្អូនអាចបន្ថែមគ្រឿងក្រៅទៅតាមចំណង់ចំណូលចិត្តដែលមានដូចជាទឹកត្រីស្ករអំបិលប៊ីចេងហ្នឹងមកហើយភ្លក់ទៅថាល្មមមកចំណង់ចំណូលចិត្តរបស់គ្រួសារហើយនៅបើត្រូវរសជាតិហើយបងប្អូនអាចដួសញ៉ាំបានហើយស្លមួយមុខហ្នឹងគឺឈ្ងុយចេញពីក្បាលបង្គារសជាតិរបស់វាគឺខុសពីយើងស្ងោរជើងជ្រូកឬក៏ឆ្អឹងចានីបើមិនជឿទេបងប្អូនអាចសាកបងធ្វើញ៉ាំបានហើយនេះកូនស្រីបងឲ្យតែឃើញស្ងោរតឡាចូលចិត្តញ៉ាំមកជួយស្អាបង្គាហ្នឹងហ្មងចូលចិត្តញ៉ាំបង្គាជាមួយនឹងតឡាញ៉ាំបាយឆ្ងាញ់ណាស់កូនស្រីតាំង2ខួបប៉ុន្តែមៀតដល់ហើយមៀតឡើងដេងហ្មងកូនស្រីខ្ញុំណាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូនៅមុខម្ហូបអីបន្ថែមទៀតអាចខមមិនខាងក្រោមបាននឹងខ្ញុំនឹងធ្វើការថតវីដេអូតម្លាក់ជូនបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជម្រាបលា